មនុស្សកើតមកខុសគ្នាអ្នកខ្លះកើតនៅគ្រួសារក្រីក្រនៅចុងនៅខេត្តឆ្ងាយអ្នកខ្លះកើតមកជាកូនអ្នកទូធានៅក្រុងប៉ុន្តែមានឱកាសរៀនសូត្រគឺអាចឲ្យបិទគម្លាតភាពជោគជ័យរបស់ពុកម្ដាយមិនធានានឹងភាពជោគជ័យរបស់កូនទេមិនមែនកើតមកជានៅក្នុងគ្រួសារក្រីក្របើគ្មានឱកាសតែនឹងអាចលំបាកតែបើមានឱកាសរៀនសូត្រដូចគ្នាគាត់អាចមានសមត្ថភាពមកសិក្សាបានតស៊ូបានរៀនសូត្របានអាហារូបករណ៍អីចេញទៅធ្វើ manager ហើយកូនអ្នកដែលមានជីវភាពទូធាមិនប្រកាសថាជោគជ័យទេបើមិនខំប្រឹងនៅក្នុង Facebook យើងឃើញថាអ្នកដែលមានប្រវត្តិលំបាកកូនកំព្រាឥឡូវមានសមត្ថភាពដឹកនាំបង្កើតអ្នកដែលធ្លាប់ជាកូនចៅអ្នកដែលទូធាក៏ធ្លាក់ខ្លួនមិនតែនៅក្នុងប្រទេសខ្មែរនៅក្រៅវាមានកត្តាជាច្រើនប៉ុន្តែទីមួយគឺកត្តាសមត្ថភាពនេះឯងធ្វើឲ្យតែអ្នកចាប់ផ្ដើមពីកម្រិតទាបមានឱកាសមកដែលខ្ញុំនិយាយថាក្មេងរបស់យើងតាក់ទងទៅក្របខ័ណ្ឌអាចប្រកួតប្រជែងបានសមត្ថភាពប្រទេសយើងអាចទាញការវិនិយោគផ្នែកបច្ចេកវិទ្យាមកស្រុកយើងបានដែលយើងអាចថាគេវិនិយោគកាលមុនបើយើងអត់មានទុនធានមនុស្សគេងាយស្រួលមើលប្រទេសជិតខាងយើងដែលគេវត្តគេទៅដងហើយខ្ពស់ឥឡូវយើងមានទុនធានមនុស្សផលិតបង្គំអគ្គិសនីផលិតគ្រឿងអេឡិចត្រូនិកក៏គេរើសកម្ពុជាដែរចាប់យកឱកាសយើងដូចគ្នាបើសិនជាក្នុងលក្ខណៈបុគ្គលបើយើងមានសមត្ថភាពយើងមានចំណេះដឹងក្រុមហ៊ុនមួយរើសមន្ត្រីរាជការរបស់យើងត្រូវរើសជំនាញគេអត់មើលប្រវត្តិទេគេមិនមើលប្រវត្តិថាអ្នកឯងកូនកសិករឬមួយអីទេគេមើលបច្ចុប្បន្នតើអ្នកឯងមានសមត្ថភាពចេះដឹងរៀនអីខ្លះ